ការពីដើមឡើយមានសត្វក្រពើមួយរស់នៅអាស្រ័យនៅក្នុងបឹងធំមួយលុះដល់រដូវប្រាំងទឹកបឹងនោះក៏រីងស្ងួតអស់ទើបវាឡើងលើគោករកទីទួលដែលមានទឹកកាលនោះមានតាចាស់ម្នាក់បរទេសមកឯក្រពើក៏សុំជិះរទេះជាមួយតានោះតាសួរថាចៅឯងទៅណាដែរក្រពើប្រាប់ថាខ្ញុំកំពុងរកកន្លែងស្នាក់អាស្រ័យថ្មីក៏ព្រោះតែបឹងដែលខ្ញុំធ្លាប់រស់នៅឥឡូវរីងស្ងួតអស់ហើយទើបខ្ញុំខំស្វែងរកបឹងស្ទឹងទន្លេឯណាដែលមានទឹកបើតាមេតាសូមនាំខ្ញុំទៅទីណាដែលមានទឹកផងហើយដាក់ខ្ញុំចុះត្រង់នោះចុះតាក៏យល់ព្រមហើយបានលើកក្រពើឡើងដាក់សណ្ដូកលើរទេះដោយក្រពើមិនទុកចិត្តខ្លួនក្រែងធ្លាក់ទើបប្រើឲ្យតានោះយកខ្សែមកចងខ្លួនភ្ជាប់នឹងរទេះតាក៏ធ្វើតាមពាក្យក្រពើនៅពេលចងរួចរាល់ហើយតាក៏ទឹមគោបរចេញទៅលុះដល់បឹងមួយមានទឹកតាក៏បញ្ឈប់រទេះគោហើយស្រាយចំណងក្រពើរួចប្រាប់ថាបឹងនេះមានទឹកច្រើនគួរសមហើយចៅអាចរស់នៅក្នុងបឹងនេះបានហើយឯក្រពើជាសត្វអកតញ្ញូមិនដឹងគុណគេនិងអត់អាហារមកជាយូរថ្ងៃមកហើយក៏និយាយសម្លុតទៅតាថាតាឯងនេះចងយើងភ្ជាប់នឹងរទេះទាំងណាស់តាឯងធ្វើបាបយើងខ្លាំងណាស់តាឯងត្រូវឲ្យគោយើងស៊ីមួយទើបតាឯងរួចខ្លួនបើមិនដូច្នេះទេយើងនឹងស៊ីតាឯងក្នុងពេលនេះហើយលុះឮក្រពើពោលពាក្យដូច្នោះតាក៏ផិតភ័យណាស់ទើបស្ដីអង្វរថាណែចៅក្រពើខ្ញុំជាអ្នកមានគុណបានដឹកឯងមកដល់ទីនេះឥឡូវម្ដេចឯងចង់ស៊ីខ្ញុំទៅវិញខ្ញុំមិនសុខចិត្តទេខ្ញុំទៅរកអ្នកកាត់ក្តីឲ្យដឹងខុសដឹងត្រូវសិនទើបសម្រេចថាឲ្យឬមិនឲ្យស៊ីក្រពើក៏ព្រមរួចថាតាឯងទៅរកចៅក្រមណាក៏ទៅចុះយើងចាំតាឯងនៅទីនេះតាក៏បានដើរចូលក្នុងព្រៃទៅជួបនឹងសត្វទន្សាយមួយក្បាលនៅលើដំបូកទន្សាយក្រឡេកឃើញតាកាន់ចេកដើរកាត់ព្រៃក៏សួរថាតាអើយតាទៅណាមកណាវិញមានរឿងអ្វីបានជាភ័យស្លន់ស្លោម្ល៉េះតាក៏ប្រាប់រឿងដែលបានកើតឡើងរវាងខ្លួននិងក្រពើដល់ទន្សាយសពគ្រប់ឯទន្សាយបានស្ដាប់ហើយក៏ថាអាសត្វក្រពើនោះមិនដឹងគុណតាឯងសោះចាំខ្ញុំជួយកាត់ក្តីឲ្យតាកុំភ័យតែចេកនេះឲ្យមកខ្ញុំស៊ីសិនមកតានោះក៏ឲ្យចេកមួយស្និតទៅទន្សាយបរិភោគចេកអស់ហើយក៏នាំគ្នាដើរទៅកន្លែងដែលតាឈប់បរទេះនោះលុះទៅដល់ទន្សាយនិយាយថាម៉េចចៅក្រពើតើតាបានធ្វើបាបយ៉ាងម៉េចខ្លះបានជាចង់ស៊ីតាទៅវិញគាត់ខំនាំឯងមករកទីស្នាក់អាស្រ័យថ្មីហើយបែរជាមិនដឹងគុណគាត់ទៅវិញក្រពើក៏ឆ្លើយថាលោកសុភាតានេះគាត់ជូនខ្ញុំមកទីនេះមែនប៉ុន្តែគាត់បានចងខ្ញុំតឹងខ្លាំងពេករកតែរើខ្លួនដកដង្ហើមក៏ពុំបានជាខ្ញុំខឹងទន្សាយឆ្លើយថាតាឯងចងគេតឹងខ្លាំងហួសពេកទេដឹងបានជាគេខឹងរកតែគ្នារើខ្លួនមិនរួចតានោះថាទេខ្ញុំមិនបានចងតឹងទេលោកចងល្មមតែជាប់កុំឲ្យធ្លាក់ប៉ុណ្ណោះឯងទន្សាយថាមកខាងថាចងតឹងខ្លាំងមកខាងទៀតថាចងល្មមពាក្យអ្នកទាំងពីរអ្នកនេះឥឡូវចៅក្រពើឯងឲ្យតាគាត់ចងម្ដងទៀតយើងនឹងមើលឲ្យច្បាស់ទើបអាចកាត់សេចក្តីនេះឲ្យយុត្តិធម៌បានឯក្រពើជាសត្វខ្លាក៏វាឡើងទៅក្រាបលើទូករទេះឲ្យតានោះចងដូចមុនតាយកចំណងមកចងដូចមុនទន្សាយសួរថាតាគាត់ចងតឹងយ៉ាងនេះឬក្រពើឆ្លើយថាទេការគាត់ចងខ្ញុំលើកមុនតឹងលើសនេះឆ្ងាយណាស់បើចងប៉ុណ្ណេះខ្ញុំទៅខឹងគាត់ធ្វើអីទន្សាយថាតារត់ឲ្យខ្លាំងជាងនេះទៀតតានោះក៏រត់ចំណងឡើងណែនទន្សាយសួរថាម្ដងនេះតឹងដោយការមុនហើយឬនៅក្រពើថានៅពុំទាន់ស្មើចងលើកមុននោះទេទន្សាយបង្គាប់ថាតាឯងរត់ឲ្យខ្លាំងជាងមុនទៀតតានោះក៏ធ្វើតាមហើយរត់ទាំងមុខទាំងក្រោយឯក្រពើនោះត្រូវគេរត់តឹងខ្លួនស្ទើរតែដកដង្ហើមចេញពុំបានទើបឆ្លើយថាគាត់ចងតឹងខ្លាំងយ៉ាងនេះឯងលោកអើយនរណាទ្រាំបានសុំលោកសុភាជាសាក្សីមើលចុះទន្សាយឃើញក្រពើរើខ្លួនពុំរួចហើយទើបបង្គាប់តាថា
តាអើយចាំធ្វើអ្វីទៀតពូថៅធំក្នុងរទេះនោះមិនយកមកពុះក្បាលវាទៅទុកឲ្យវារស់នៅធ្វើអីខ្មោចអាសត្វអកតញ្ញូពុំដឹងគុណគេនឹង តាចាស់នោះបានឱកាសដោយទុនសាយប្រាប់ដូច្នោះក៏ស្ទុះទៅយកពូថៅធំមកសំពងកាប់ក្រពើនោះលុះអន្តរាយជីវិតទៅ